คุณลูกហើយកំពុងអ្នកក្លាហានតាន់ធានយ៉ាកំពូលកំប្រាឲ្យអ៊ីប៉ាវអឡូខ្ញុំគ្រូទី1របស់យើងគឺបានបញ្ជាក់អំពីឋានៈពិតរបស់អ្នកដែលមានលទ្ធភាពពិតពីអ្នកពួកគេនៅក្នុងចំណោមមនុស្ស 13000 អ្នកធ្វើការរស់ស៊ីនិងហូបចុកមិនគិតថ្លៃដែលមានអ្នកកំពូលកម្លាំងយក្សលើលោកនេះទេលោកម្ចាស់ឈិនលោកមានកំពូលកម្លាំងយក្សនៅទីកន្លែងនេះមានប្រវត្តិ9ឆ្នាំទៅហើយជារៀងរាល់ឆ្នាំអ្នកសុំប្រយុទ្ធគឺតែងតែទទួលបរាជ័យរឿងនេះគឺយើងទាំងអស់គ្នាក៏ដឹងដែរក៏ប៉ុន្តែឆ្នាំនេះលោកត្រូវទៅប្រគល់ផ្លាកមាសចេញមកតើណាមានកម្លាំងខ្លាំងជាងយើងទៀតនោះគឺស្រីម្នាក់ដែលឈរក្រោយខ្នងរបស់លោកគឺឈ្មោះថាកុងកាលពីចំនួនមុនមានមនុស្សយក្សយកក្បាលទៅគេចភ្នំចៅសានឲ្យរលំថ្ងៃនេះយើងនឹងផ្ដួលរំលំកុងកាលខ្ញុំអាយុ7ឆ្នាំឪពុកខ្ញុំត្រូវខ្ញុំលើកដៃម្ខាងលើកផុតក្បាលរបស់ខ្ញុំហេតុនេះហើយបានជាឲ្យខ្ញុំប្រើឈ្មោះកុងហើយសាឡូទៅមើលយកដៃឲ្យម្ខាងលើកយកឲ្យផុតក្បាលរបស់ឯងពេលដាច់មកប្រឡងដៃម្ខាងខ្ញុំលើក6នេះចង់សាកម្ដងទៀតក៏បានដែរកែមែនតើហ្មងយកដៃមួយទៀតមួយនេះនឹងធ្វើលេងបងអើយកែអូលោកម្ចាស់ឈិញជប់សិនមើលខ្ញុំគ្មានសមត្ថភាពទេសមាជិកថ្មីក្នុងភូមិគ្រឹះទី1របស់យើងប៉ុន្តែនាងមិនមែនជាកំពូលកម្លាំងយក្សនោះទេអញ្ចឹងណែគេគឺជាកំពូលគ្រូស្ពិនភ្នែកកាប់មិនចង់ទេកាប់មិនចឹងទេចង់ដើរអញ្ចឹងយើងដើរទៅដល់ហ្មងសុំគោរពម្ចាស់ភូមិគ្រឹះលោកម្ចាស់សានគន់លោក មេការថាមានមនុស្ស2នាក់ប្រឡងជាប់ឥឡូវនេះគឺមានតែម្នាក់នៅសល់ម្នាក់ទៀតអ្នកប្រប៉ាម្នាក់នេះគេចង់ប្រឡងប្រជែងជាកំពូលអ្នកទី1ក្នុងលោកចំណែកហើយខាងចង់ពិភាក្សាជាមួយលោកពីរឿងនេះតែប្រែតែអូសៀមិនចង់បានគេឈ្មោះទេអ្នកណាចង់បានគេឈ្មោះអ្នកនោះអាចយកទៅមិនបានទេភូមិគ្រឹះទី1ជ្រើសរើសមនុស្សទាមទារការប្រត្រឹមត្រូវអាចនេះឲ្យសុំលោកបាយទៅពិភាក្សាខាងក្នុងដំណាក់របស់យើងបាយអូសៀនឹងធ្វើតាមបញ្ជាអ្នកប្រសានកនសុំអញ្ជើញស្ពិនភ្នែកបានល្អណាស់សូមរាប់អានជាមិត្តភក្តិផងទៅណាបាទអើយខ្ញុំអត់មានសម្រាប់នេះទេមិនទាស់ไปណាខ្ញុំគ្រឹះទី1ធ្វើត្បិតតែកន្លែងធំមែនតែខ្ញុំធ្លាប់ចូលមកច្រើនលើកដែរខ្ញុំមិនទាន់បានស្គាល់ពីដំណាក់ខាងក្រោយដែលមានភាពស្ងប់ស្ងាត់ទេទីនេះខ្ញុំហៅថាស្រីតឹងចិត្តតាមការពិនិត្យទ្រឹស្ដីរបស់ចាន់ជឿនឹងវ័យជឿខ្ញុំយល់ស្របនឹងសម្ដីរបស់វ័យជឿរឿងនេះមិនមែនជាកន្លែងត្រីតែសម្រាប់ឲ្យត្រីរីករាយនោះដូចជាខ្ញុំមិនមែនលបងប៉ាយចំណែកខ្ញុំធ្វើយ៉ាងណាអាចដឹងថាលបងប៉ាយគិតពីរឿងអីខ្លះអ្នកប្រសានកនពិតជាក្រន់បើមែនលោកម្ចាស់ចាងអ៊ីឈៀនត្រូវគេសម្លាប់បាត់ទៅហើយលោកមានដើរលើទីហើយមន្ត្រីស្មោះត្រង់ឆៅសិនឈុនអាចោក្បត់នេះធ្វើឲ្យស្លាប់មើលទៅមន្ត្រីល្អនិងពិបាកគ្រប់គ្រងណាខ្ញុំលើកថាលោកហើយនឹងលោកម្ចាស់យ៉ាងធ្លាប់មានការតំណែងគ្នាអ្នកប្រសានកនបើសិនជាខ្លាចភូមិគ្រឹះទី1ពាក់ព័ន្ធនឹងរឿងនេះខ្ញុំម្ចាស់ចេះពីទីនេះព្រាមមិនចាំបាច់ទេភូមិគ្រឹះទី1ដល់កម្ពុជារបស់យើងមិនមែនធម្មតានោះឡើយម្យ៉ាងទៀតមានមនុស្ស13000នាក់គាំទ្រពួកយើងខ្ញុំជឿ
ជាថាឆាវសិនឈុនគេមិនហ៊ានធ្វើអ្វីខ្ញុំទេ អញ្ចឹងអ្នកប្រសានគាត់បានន័យថា ខ្ញុំមានមិត្តភក្តិពីរនាក់ចង់ជជែកគ្នាលេងជាមួយលោកប៉ា អ្នកទី2គឺអ្នកយកសារសម្ងាត់របស់រាជវាំងកំពូលមេឃីទី1ហើយកំពូលធរណីទី1មានកាយនេះជាអក្សររបស់លោកតាមមែនទេដូចជាអក្សរខ្ញុំប៉ុន្តែមិនមែនជាអក្សររបស់ខ្ញុំទេ សម្បត្តិរបស់លោកដែលប្រកាសនឹងមិនប្រកាសមានចំនួនទាំងអស់ 3288 ច្បាប់ចំណែកឯពួកយើងមានចំនួន 2688 ច្បាប់ស្នាមអក្សរនីមួយៗមិនខុសពីសារសម្ងាត់នោះទេនេះឆ្លងកាត់នៅឯកទេសពិនិត្យគ្មានអ្វីខុសឡើយ យើងលើពីស្នាតងឆាងលោកហើយនៅលោកម្ចាស់យ៉ាងជាបងប្អូនធေါ်ក៏ប៉ុន្តែអ្នកដែលក្បត់គឺលោកសុំទោសទុកពេលខ្ញុំឡងទៅ កំពុងមនុស្សល្អដូចជាលោកគិតតែពីផលប្រយោជន៍តខ្លួនបែរជាក្បត់បងប្អូនខ្លួនឯងតែបាត់អាហាចាក់ការយ៉ាងម៉េច សម្រាប់ចោល សុំតោះអ្នកប្រប៉ាយខ្ញុំភ្លេចប្រាប់អ្នកប្រតាហើយចំណែកម្ចាស់ភូមិគ្រឹះនេះគឺជាអ្នកយកសារសម្ងាត់អាតកំបាំងទី1 សំណាងហើយដែលអ្នកប្រុសមានកំពូលមេចៅទេវតាបើមិនចឹងសម្បត្តិនេះក៏មិនងាយលួចបាននោះដែរ តាមបទសម្បត្តិនេះមិនបានលុយដល់ដៃទេវតាចៅក៏ដោយឆាយសិនឈុនសម្រាប់បាត់ទៅហើយគឺខ្ញុំអញ្ចឹងកំពុងតែដែរខ្លាំងជាអ្នកសរសេរតាមមកពីអ្នកប្រប៉ាយដឹងកំហុសខ្លួនឯងមិនទាន់មើលឃើញច្បាស់ផងក៏សារភាពទៅហើយ នោះគួរតែហៅថាអ្នកប្រុសជាកំពូលអ្នកបោកប្រាស់ទី1ក្នុងលោកពួកឯងមកហើយ លោកប៉ុក លោកពុក លោកប៉ុកតាប៉ុកមានត្រូវរបស់អីទេ សំដៅហើយយើងមិនបានមើលស្រាលមនុស្សរបស់ឆាវសិនឈុននោះទេបាត់ដៃកំទេចបេះដូងរបស់គេពិតជាហាត់ដល់កម្រិតកំពូលក៏ខ្ញុំសងសឹកមែនទេក៏មានចិត្តអំនួតខ្លាំងពេកឆាវសិនឈុនហាត់ក្បាច់គុណបាត់ដៃកំទេចបេះដូងចំនួន50ឆ្នាំកាប់មិនមុតចាក់មិនធ្លាយរីឯជីបចោលស្លាប់រស់របស់គេនៅកន្លែងណាគ្មាននរណាដឹងទេសូម្បីតែយើងក៏មិនអាចសម្លាប់គេបានដែរ ឥឡូវនេះគេខ្លាំងណាស់គេមិនទាន់តែកាន់កាប់សេនាប្រចាំវាំងតុងឆាងទេព្រមទាំងនៅក្នុងឯឆ្កាបង្កាត់សំណាក់ជាច្រើនគេធ្វើនេះដើម្បីពង្រីកអំណាចរបស់ខ្លួនមិនយកប្រមាណគេនឹងកាន់កាប់ដូចឆ្កាទាំងមូលដល់ពេលនោះបើសិនជាគេចង់ប្រឆាំងនឹងព្រះអង្គនោះគឺជាការងាយបំផុត លោកឪពុកឬមួយក៏ព្រះអង្គអត់ជ្រាបអំពីរឿងនេះបន្តិចសោះធានមុខហើយមើលបានឆ្ងាយណាស់កាលនោះអតីតប្រជាខ្លាចព្រះអង្គវ័យក្មេងចាញ់ប្រញ្ញាគេបានប្រទានកម្ពីដែកហើយនឹងប្រខណ្ឌដល់យើងហើយព្រមទាំងកសាងភូមិគ្រឹះអ៊ូឡុងនេះគឺព្រោះតែចង់ការពាររាជការប៉ុន្តែព្រះអង្គឆ្លាតជាងយើងស្មានទៅទៀតព្រះអង្គមិនត្រឹមតែយកយើងមកទប់ទល់ជាមួយនឹងឆាវសិនឈុននោះទេហើយក៏ព្រមទាំងយកឆាវសិនឈុនដើម្បីយកមកបង្ក្រាបយើងទៀត ព្រះអង្គឲ្យលោកឆាវមកបង្ក្រាបពុកមែនទេ ឆាវសិនឈុនជាមហាថ្លឹកម្នាក់ទោះជាមានមហិច្ឆតាយ៉ាងណាក៏ដោយយ៉ាងច្រើនគ្រាន់តែជាការគំរាមកំហែងព្រះអង្គនិងមហាមន្ត្រីទាំងឡាយប៉ុន្តែយើងខុសពីវាយើងជាតកូលជូមានឋានៈជាម្ចាស់មារព្រះអង្គបើយើងធ្វើការប្រឆាំងនោះប្រកាសជាគំរាមដល់រាជបល្ល័ង្ករបស់ព្រះអង្គជាមិនខាន ព្រះអង្គសង្ស័យថាយើងមិនស្មោះមែនទេហួសហេតុពេកហើយ នេះគឺជានយោបាយក្នុងនាមជាព្រះអង្គដាច់ខាតត្រូវតែបង្ក្រាបអំណាចរបស់ម្នាក់នោះឲ្យបានមិនឲ្យនរណាខ្លាំងជាងនរណាទេធ្វើយ៉ាងនេះព្រះអង្គប្រកាសជាអាចសោយរាជបាននឹងនៅជាមិនខាននោះឡើយបានន័យថាយើងទាំងអស់គ្នាគ្រាន់តែជាក្របអុកមួយរបស់ព្រះអង្គតែប៉ុណ្ណោះទេនេះជាបញ្ហាលំបាកបំផុតក្នុងនាមជាមន្ត្រីរបស់ព្រះអង្គយើងមិនត្រឹមតែស្មោះចំពោះព្រះអង្គត្រូវចេះការពារខ្លួនផងយើងមិនចង់ខ្លួនឯងខ្លាចទៅជាក្របអុកសម្រាប់ព្រះអង្គយកទៅលះបង់ចោលនោះឡើយហើយនេះហើយពុកក៏ដឹងថាឆាវសញ្ឈុននោះគឺកំពុងតែបរិយាអំណាចរបស់ខ្លួនធ្វើបានមន្ត្រីល្អយ៉ាងណាក៏ដោយពុកត្រូវនៅស្ងៀមឃើញមួយក៏ជួយមួយតែប៉ុណ្ណោះពេលនេះយើងរងចាំមើលគេបញ្ចុះបញ្ចូលព្រះអង្គទៅចុះ នោះបានន័យថាម៉េចទេ រឿងនេះបើព្រះអង្គទ្រង់ជ្រាបព្រះអង្គប្រកាសជាពឹងពាក់យើងឲ្យទៅសម្រាប់ឆាវសិនឈុនតែចំណាយពួកយើងធ្វើឲ្យព្រះអង្គខ្ញាល់វិញនោះព្រះអង្គក៏ធ្វើដូច្នេះយកឆាវសិនឈុនមកសម្រាប់ពួកយើងដែរហើយនិយាយនេះត្រូវមែន ធ្វើយ៉ាងនេះទៅដៃទៅជើងពេកហើយ នយោបាយទាមទារនៅកម្លាំងទាំងសងខាងស្មើដែលខាត់មិនមែនជារឿងសប្បាយនោះទេវាត្រូវចំណាយពេលវេលាយ៉ាងយូរដើម្បីរងចាំរួចហើយទើបអាចទទួលនៅលទ្ធផលយើងចំណាយពេលជា20ឆ្នាំហើយពួកឯងសមនឹងលក្ខខណ្ឌត្រូវការរបស់អ្នកយកសារសម្ងាត់របស់រាជវាំងមែនពួកខ្ញុំយល់ពីសន្តានចិត្តរបស់ពុកហើយឥឡូវនេះយើងត្រូវតែប្រឹងប្រែងប្រមូលភ័ស្តុតាងដំណឹងឲ្យច្រើនដើម្បីប្រឆាំងនឹងអបាយកតរបស់ឆាវសិនឈុនម្យ៉ាងទៀតយើងចង់ឲ្យពួកឯងទាំងពីរប្រឹងប្រែងទៅជ្រើសរើសកំពូលលេខ1អ្នកយកការមួយទៀតព្រោះយើងត្រូវការយកអ្នកយកការសម្ងាត់កំពូល4នាក់ងាយស្រួលយើងប្រើការ ក្នុងភូមិគ្រឹះទី1ខ្ញុំចាប់អារម្មណ៍យូរហើយតែមិនឃើញមានលទ្ធផលសោះ នោះបានន័យថាយើងត្រូវការចិត្តអត់ធ្មត់ជាងនេះទៅទៀតពួកឯងទាំង3គឺនៅក្នុងចំណោមកូនកំព្រាទាំង 4000 នាក់ជ្រើសរើសចេញមកមុនក្រោយ12ឆ្នាំមុនពេលដែលយើងរកឃើញធានយ៉ារយៈពេល7ឆ្នាំយើងមិនទាន់រកអ្នកណាម្នាក់សមនឹងប្រើការសោះតែយើងនៅតែតស៊ូទៅទៀតក្រោយមកយើងតាមរកឯងនឹងអ៊ីតាវឃើញចង់បានជ័យជំនះមិនទាមទារពេលវេលាឆាប់នោះទេតែធ្វើយ៉ាងណាអាចមានចិត្តតស៊ូនឹងអត់ធ្មត់ទីបំផុតជ័យជំនះគឺជារបស់ពួកឯងបាទពងបាទពង ច
នាងចូលចិត្តនៅទីនេះមើលប្រចាំណាស់មែនទេ លបងតាំងពីទៅដល់ធំមានតែលបងទេដែលយកចិត្តខ្ញុំ ពីតូចពីនាងលាក់ខ្លួនម្ដងធ្វើឲ្យយើងតាមរកនាងគ្រប់ទីកន្លែងក្នុងភូមិគ្រឹះ ប៉ុន្តែមានតែខ្ញុំលាក់ខ្លួនទេគឺមានតែខ្ញុំមើលគេឃើញគ្មានអ្នកណាអាចមើលខ្ញុំឃើញទេហើយមានអារម្មណ៍ថាខ្ញុំបានសុខណាស់ នាងមិនអាចលុបលាងសមោលអន្តកាលបានទេមែនទេ បើសិនជាបងវិញបងក៏ដូចខ្ញុំដែរ